បាទអូខេតោះអញ្ចឹងឆ្លើយតបបាទមេរៀនទី2របស់យើងបាទពាក់ព័ន្ធនឹងបាទ securing network device គឺបាទធ្វើម៉េចការពារបាទពពុះឧបករណ៍បណ្ដាញយើងបាទឲ្យបានល្អបាទដើម្បីទប់ស្កាត់ពីការគំរាមកំហែងឬពីការវាយប្រហារផ្សេងៗណាបាទអូខេអញ្ចឹងគឺធ្វើ live មួយបាទ demo បង្ហាញបងប្អូនហើយ live របស់យើងនេះគឺពាក់ព័ន្ធនឹងបាទ Cisco IIS login enhancement បាទគឺធ្វើម៉េចធ្វើឲ្យការចូលមកប្រើប្រាស់នៃឧបករណ៍បណ្ដាញ Cisco ហ្នឹងបាទប្រសើរឡើងមានតែធានាបាននៅការអីបាទការពារណាបាទអូខេអញ្ចឹងបងមើលគូបានរៀបចំ topology diagram មួយបាទយើងមានទាំងអស់គឺ4 router បាទអូខេហើយដែលករណីរបស់យើងនេះហើយយើងមាន router របស់យើងចំនួន2បាទជា router បាទ perimeter នេះហើយនឹង router internal អញ្ចឹងអា router perimeter នេះគឺជា router ព្រំដែនរវាងបណ្ដាញរបស់យើងដែលជាបណ្ដាញឯកជនហើយនឹងបណ្ដាញខាងក្រៅបាទដែលជាបណ្ដាញសាធារណៈហ្នឹងគឺអ៊ីនធឺណិតណាបាទអញ្ចឹងយើងនឹងរៀបចំធ្វើម៉េចឲ្យការពារការចូលមកប្រើប្រាស់ router ព្រំដែននេះដោយសារ router ព្រំដែននេះអាចប្រឈមបាទនឹងការជ្រៀតជ្រែកចូលមកពីខាងខាងក្រៅណាបាទឧទាហរណ៍យើងមាន router hacker មួយយើងតំណាងឲ្យ hacker គេនឹងអាចព្យាយាមលុកចូលមកបាទ router perimeter របស់យើងក្នុងចេតនារំខានឬក៏ធ្វើឲ្យសេវាកម្មរបស់យើងអាចប្រឈមនឹងការកាត់ផ្ដាច់បាទជាដើមអញ្ចឹងយើងត្រូវធ្វើការមិនរៀបចំឲ្យមានភាពប្រសើរឡើងបាទទប់ស្កាត់នៅការចូលមកពីខាងក្រៅដែលជាការបង្កដល់ការរំខានឬក៏អាចធ្វើឲ្យប៉ះពាល់ដល់សេវាកម្មរបស់យើងណាបាទអញ្ចឹងបងមើលrouter បាទ perimeter របស់យើងនេះបាទដើម្បីអាចចូលមកគ្រប់គ្រងប្រព័ន្ធប្រវត្តិការវាជាទូទៅបងប្អូនបានដឹងហើយបងប្អូនរៀនពីបាទមុខជា routing switching អីរួចហើយណាមុនដល់មុខជា network security នេះណាគេអាចចូលតាមដំណភ្ជាប់ console បាទហើយមួយទៀតចូលតាមដំណភ្ជាប់បណ្ដាញគឺតាមរយៈពី device បាទដែលអាចប្រើ protocol telnet ឬក៏ ASA អញ្ចឹងអាចចូលតាម console នេះគឺចូលដោយផ្ទាល់ណាបាទមានន័យថាត្រូវការភ្ជាប់ទៅកាន់ router ដោយផ្ទាល់អញ្ចឹងការចូលដោយផ្ទាល់ហ្នឹងវាមានវិសាលភាពទលាយទេបាទជួយបងអត់ទេណាបាទលុះត្រាតែបងទៅដល់បន្ទប់ដាក់ឧបករណ៍នោះដោយផ្ទាល់បានអាចចូលវាបានតាម console ណាបាទអញ្ចឹងបងប្អូននៅពីចម្ងាយអីអត់អាចចូលបានទេអញ្ចឹងបងគួរតែរៀបចំលទ្ធភាពឲ្យមានការចូលពីចម្ងាយបាទចូលតាមដំណភ្ជាប់បណ្ដាញបាទគឺបងបើកឲ្យទៅនៅការពី device service នៅលើ router ទៅគេអាចប្រើ protocol telnet បាទឬក៏អាចប្រើ protocol SSH ប៉ុន្តែឥឡូវនេះគឺផ្ដោតលើ telnet ហើយ lab ក្រោយចាំយើងធ្វើ SSH ណាអូខេអញ្ចឹងបងមើលយើងរៀបចំ perimeter router នេះជាបាទ telnet server ដើម្បីអាចយើងចូលមកគ្រប់គ្រងវាឧទាហរណ៍ router internal នេះយើងអាចធ្វើជាម៉ាស៊ីន admin ដើម្បីអាចចូលមកគ្រប់គ្រងវាតាមរយៈដំណភ្ជាប់បណ្ដាញណាអូខេអញ្ចឹងយើងអាចមានវិសាលភាពធំជាងដោយសារបណ្ដាញវាចូលពីកន្លែងណាក៏បានដែរឲ្យតែមានដំណភ្ជាប់មិនបាច់ទៅឲ្យយើងទៅកាន់បន្ទប់ដាក់ router ដោយផ្ទាល់ទេណាបាទហើយដើម្បីគ្រប់គ្រងការចូលមកហ្នឹងគួរនឹងបង្កើត user account ដាក់ឈ្មោះថាBOPA ហើយ password រំដួល add login អញ្ចឹងមានន័យថាម៉េចមានន័យថាពេលដែល remote ចូលមកហ្នឹងបាទដើម្បីអាចចូលបានត្រូវតែបំពេញព័ត៌មានពី username password ហ្នឹងឲ្យត្រូវទៅចូលបានណាបើបំពេញអត់ត្រូវទេអត់ចូលបានទេមិនថាយើងឬក៏អ្នកខាងក្រៅទេណាបាទហើយបងមើលបន្តទៀតគួរបានរៀបចំដាក់ password ការពារការចូលតាមដំណភ្ជាប់ console បាទអានឹងការពារការចូលដោយផ្ទាល់គឺដាក់ថាបាទនឹងរៀបចំដាក់ធ្វើអញ្ចឹងបាទដាក់ថា
user and login ហើយមួយទៀតគូនឹងរៀបចំដាក់ password ការពារ privilege execute mode ដាក់ថា pre and login អញ្ចឹងបើសិនតែបងអូនធ្វើប៉ុណ្ណឹងការ remote ចូលមកហ្នឹងវាអត់តន់មានភាពប្រសើរឡើងទេដោយសារអីមិនអត់ប្រសើរបើបានដាក់ username password ការពារអីបើគេអត់ដឹងគេចូលមិនបានគេចូលអត់បានមិនប៉ុន្តែគេចេះតែបន្ត remote ចូលមកដែលនាំជាការរំខានដែលអាចធ្វើឲ្យប៉ះពាល់ដល់សេវាកម្មរបស់យើងណាឧទាហរណ៍ hacker ចេះតែព្យាយាម lock ចូលមកបាទម្ដងហើយម្ដងទៀតអញ្ចឹងគេព្យាយាមremote access ដូចជាព្យាយាម telnet មកកាន់យើងបាទហើយបំពេញ username password ខលលើកទី1ខលលើកទី2ខលលើកទី3 default គឺ3លើកណាអញ្ចឹងវានឹងអីបាទវានឹងផ្ដាច់ connection ប៉ុន្តែមានប័ណ្ណសេវាកម្ម lock ចូលនឹងទេអត់ទេអញ្ចឹងគេអាចព្យាយាម remote មកភាសាទៀតព្យាយាមមកច្រើនដងច្រើនលើកច្រើនតារាប់រយរាប់ពាន់រាប់ម៉ឺនរាប់សែនរាប់លានដងវាអាចធ្វើឲ្យរំខានវាអាចធ្វើឲ្យប៉ះពាល់ដល់សេវាកម្មនៃ router យើងគេបាទទោះបីគេចូលមិនបានមែនដោយសារយើងគ្រប់គ្រងដោយ password username ហើយ password ប៉ុន្តែគេអាចបន្តចេះតែ log ចូលមកដើម្បីជាការរំខានដើម្បីធ្វើឲ្យសេវាកម្មយើងជួបនៅបញ្ហាអញ្ចឹងដំណោះស្រាយបញ្ហាហ្នឹងបាទយើងគួរតែរៀបចំធ្វើម៉េចគ្រប់គ្រងការ log ចូលហ្នឹងឲ្យកាន់តែមានភាពប្រសើរជាងហ្នឹងបាទអញ្ចឹងបងប្អូនអាចប្រើវាបន្ថែមទៀតគឺប្រើប្រាស់ជាមួយនឹងអី login block for បាទ login block for អញ្ចឹង login block for នេះយើងអាចឲ្យ router បិទការ log ចូលបាទបិទការ log ចូលបាទក្នុងរយៈពេលបណ្ដោះអាសន្នកំណត់ណាមួយអាស្រ័យបងប្អូនជាអ្នករៀបចំអូខេឥឡូវបងប្អូនមើលករណីដែលគ្រូសេលេខ1នេះបាទអាហ្នឹងគឺដើម្បីជួយពង្រឹងធ្វើឲ្យការគ្រប់គ្រងការ log ចូលនោះប្រព័ន្ធការពារវាកាន់តែមានភាពប្រសើរបាទអញ្ចឹងឧទាហរណ៍ករណីនេះបងប្អូនឃើញ login block 4 120វិនាទី attempt 2 within 30វិនាទីបាទអញ្ជើញបងប្អូនអញ្ចឹងបើសិនតែបងប្អូនបន្ថែមបែបនេះណាបាទទៅលើអ្វីដែលគ្រូបាននិយាយមិញមានន័យយ៉ាងម៉េចមានន័យថាប្រសិនបើគេ log ចូលមកកាន់ router បាទ perimeter របស់យើងនេះបាទគេបំពេញព័ត៌មានខុសចំនួន2ដងក្នុងកំឡុងពេល30វិនាទីឬក៏អាចតិចជាងហ្នឹង router perimeter របស់យើងនឹងបិទការ log ចូលបាទ120វិនាទីអញ្ចឹងគេ remote មកទៀតបានទេអត់ទេតតែ120វិនាទីនឹងផុតកំណត់បាទគេអាចបន្ត log ចូលមកទៀតបានណាបាទចុះ120វិនាទីមកផ្លែតហ្នឹងគេចាំតែបន្តិចគេអាចមកទៀតបានគេចុះបងប្អូនចង់យូរជាងហ្នឹងបងប្អូនដាក់ maximum វាជាង60000វិនាទីអាចរហូតដល់ជាង18ម៉ោងណាបើយើងចង់ secure បងប្អូនដាក់ជាង18ម៉ោងមកណាអញ្ចឹងមានថាបិទការ log ចូលហ្នឹងរហូតជាង18ម៉ោងមានន័យថាពេលដែលគេព្យាយាមវាយព័ត៌មានខុសបាទបំពេញព័ត៌មានពី username password ហ្នឹងតាមការកំណត់ព្យាយាមបំពេញមិនត្រូវ2ដងបាទអញ្ចឹង router របស់យើងនឹងបដូរអា mode វាពីធម្មតាពី normal mode ទៅជា quiet mode បាទទៅជា quiet mode គឺជា mode ដែលស្ងប់ស្ងៀមគឺ mode មួយដែលគឺបិទការ log បិទការ log ចូលណាគាត់ថាបិទការ log ចូលនេះតាមរយៈពេលដែលបងប្អូនបានកំណត់បាទប៉ុន្តែបងប្អូនមើលបិទការ log ចូលហ្នឹងយ៉ាងម៉េចបិទការ log ចូលហ្នឹងមានន័យថាបិទទាំងគេហើយបិទទាំងបិទទាំងយើងដែរតើណាចា៎ហ្នឹងគឺជាបញ្ហាចុះបិទយើងដែរយើងធ្វើមិន remote ចូលបានឧទាហរណ៍យើងត្រូវការរៀបចំ configuration អីបន្ថែមអីយើងមិនត្រូវ remote បងប្អូនឲ្យបិទ18ម៉ោងតើយើងចាំ18ម៉ោងអីក្រោយមិនអាច remote បានណាអូខេអញ្ចឹងធ្វើម៉េចបាទអត់អីទេយើងមានដំណោះស្រាយអូខេយើងមានដំណោះស្រាយហើយសំណួរសួរថាហេតុអីបានជាបាទពេលដែលគេបំពេញព័ត៌មានមិនត្រូវ2ដងវាបិទការ log ចូលហ្នឹងណាបាទដោយសារតែ
បាទនៅពេលដែល router បដូរទៅជា quiet mode ហ្នឹងវាមាននេះវាមាន ASL មួយដែលភ្ជាប់មកជាមួយស្រេចគេបាទគឺគេឲ្យឈ្មោះថា cell define ASL បាទ ASL គឺ asset control list ដែលបងធ្លាប់រៀនហើយណាបាទអញ្ចឹងជា ASL មួយសម្រាប់ការពារខ្លួនវាអញ្ចឹងអា ASL ហ្នឹងគឺអី deny all login បាទបងមើលក្នុង ASL ហ្នឹងគេបានសេសេចក្តីប្រកាស deny TCP any equal telnet telnet បងដឹងហើយណាគឺជាអី application layer protocol គឺជា protocol ស្ទាប់ទី7អញ្ចឹងពេលដែលមកដល់ទី4វាប្រើអីគេវាប្រើ TCP ភ្ជាប់ជាមួយនឹង port 20អី23អញ្ចឹងបងឃើញ deny TCP any source any destination equal telnet បាទអញ្ចឹងមានន័យថាបដិសេធការលុបចូលមកតាម tel អី telnet ហើយបងឃើញសេចក្តីប្រកាសលេខ20នេះ deny TCP any source any destination equal ww បាទ ww ហ្នឹងគឺ web base គឺតាម application layer protocol HTTP អញ្ចឹងមានន័យថាពេលដែល router បដូរពី normal mode ទៅ quiet mode រាល់ការលុបចូលទាំងអស់ត្រូវបានបិទរាល់ការលុបចូលតាម telnet តាម ISA តាម web base ត្រូវបានបិទលុះត្រាតែបងអូនចូលតាម console ហើយចូលតាម console តចូលដោយផ្ទាល់ឧទាហរណ៍បើសិនជា router ហ្នឹងបាទនៅភ្នំពេញហើយបងអូនឥឡូវកំពុងនៅបាត់ដំបងហ្នឹងតើបងអូនចំណាយពេលហើយជិះឡានកាន់ computer មកមានខ្សែ console មកបន្ទប់ router នៅអីនៅភ្នំពេញណាបាទអូខេបាទអញ្ចឹងអាហ្នឹងដោយសារតែមានអីបាទអានេះគឺហាមport 22នេះគឺហាមអី ISA តើណាអញ្ចឹងដោយសារមាន cell define ASL អូខេអញ្ចឹងចង់បញ្ជាក់បងថានៅពេលដែល router បានបដូរពី normal mode ទៅកាន់ quiet mode មានន័យថារាល់ការលុបចូលទាំងអស់ត្រូវបានបិទតាម telnet ក៏បិទ ISA ក៏បិទតាម web browser ក៏អីក៏បិទលើកលែងតែចូលតាមដំណភ្ជាប់ console បាទចុះធ្វើម៉េចដើម្បីដោះស្រាយបញ្ហាហ្នឹងកុំឲ្យពេលដែលនៅក្នុង quiet mode ហ្នឹងបិទយើងដែរបាទអូខេអញ្ចឹងបងអូនត្រូវការប្រើអីបងអូនត្រូវការប្រើ ACL នេះចូលដល់ទី2ណាយើងត្រូវការប្រើ ACL អញ្ចឹង ACL ហ្នឹងគឺលើកលែងក្នុងករណីដែល router បដូរពី normal ទៅ quiet mode ប្រាប់ router ថាលើកលែងបាទព័ត៌មាននៅក្នុង ASL អញ្ចឹងវាអត់ប្រើអីបាទវានឹងប្រើប្រាស់ ASL ដែលយើងបានរៀបចំអញ្ចឹង ASL ដែលយើងបានរៀបចំអត់មាន deny ទេគឺ permit របស់អីរបស់យើងតើណា permit របស់យើងបងមើលអញ្ចឹងបងត្រូវការប្រើប្រាស់ ASL អញ្ចឹងយើងរៀបចំបង្កើត ASL មួយឧទាហរណ៍ករណីនេះម៉ាស៊ីន admin យើងនេះ router នឹងយើងធ្វើជា computer ណាអូខេមាន IP ប៉ុន្មាន 192.168.2 អូខេអញ្ចឹងយើងបង្កើត ASL មួយ IP access list standard ហើយដាក់ឈ្មោះ ASL ថា permit admin អញ្ចឹងនៅក្នុង ASL ហ្នឹងយើង permit computer ដែលមាន IP 192.168បាទចុច 1.2 ហើយយើងយក ASL ហ្នឹងមកដាក់នៅក្នុង quiet mode បងមើល default no quiet mode access list has been configured ចឹងអត់មាន quiet បាទមានន័យថាពេលដែលវានៅក្នុង quiet mode ហ្នឹងអត់មាន ASL ទេអញ្ចឹងកាលណាអត់មាន ACL បាទអញ្ចឹងវាប្រើនេះវាប្រើអា cell define ACL នេះគឺ block ទាំងអស់ deny ទាំងអស់លើកលែងតែតាម console ណាបាទអូខេបាទអញ្ចឹងបងត្រូវអីបងត្រូវហៅ ACL ដែលយើងបានដាក់ឈ្មោះ permit admin នេះមកដាក់នៅក្នុង quiet mode អញ្ចឹងទោះបីវានៅក្នុង quiet mode ក៏ដោយប៉ុន្តែ ACL ប្រាប់ថាម៉េច permit បាទ permit ម៉ាស៊ីនយើងមួយណាបាទ permit ម៉ាស៊ីន admin មួយអូខេធ្វើម៉េចដើម្បីយក ASL មកដាក់នៅក្នុង quiet mode អញ្ចឹងបងប្រើ login quiet mode access class ហើយដាក់ឈ្មោះ ACL អូខេអញ្ចឹងពេលហ្នឹងទោះបីជា router នៅក្នុង quiet mode ក៏ដោយម៉ាស៊ីន admin យើង remote ចូលបានធម្មតាអត់ deny ទេណាអត់ deny ទេគេតោះអញ្ចឹងបងតរនឹងអត់ឥឡូវយើងចាប់ផ្ដើមធ្វើណាចាំធ្វើចាំបញ្ចូលបន្ថែមអូខេអញ្ចឹងពាក់ព័ន្ធនឹងការដែលយើងរៀបចំ ASL នេះដើម្បីអីដើម្បីលើកលែងរបស់យើងពេលដែល router ដូរពី
ចុះមិនបានដូរពី normal mode ទៅ quiet mode នៅពេលដែល router សង្ស័យថាបាទគេព្យាយាមវាយប្រហារធ្វើឲ្យប៉ះពាល់ដល់សេវាកម្មដោយសារគេចេះព្យាយាមលុបអីលុបចូលមកណាហើយបំពេញព័ត៌មាន username password មិនត្រូវប្រមាណដងតាមយើងបានកំណត់អញ្ចឹងវាដូរពី normal ទៅអី quiet អូខេតោះឥឡូវបងមើលយើងធ្វើហើយបញ្ជាក់បងថាrouter ទាំង4គ្រឿងហ្នឹងគឺបានរៀបចំដាក់ IP អីត្រឹមត្រូវរួចរាល់ហើយបានរៀបចំ routing អីវាស្គាល់គ្នាទៅវិញទៅមកអស់ណាអូខេហើយដាក់ IP ដាក់អីបងរៀនហើយច្រើនដងហើយណាបាទបងរៀនបាទអញ្ចឹងគឺគាត់សូមឲ្យបងមើលទេតោះអញ្ចឹងបងមើល router internal នេះអូខេគឺអាចសូឲ្យបងមើលបន្តិចគឺបានរៀបចំដាក់ IP ហើយអញ្ចឹងសូ IP interface brief នេះបងឃើញគឺបានដាក់ IP ឲ្យ fast ethernet 0/0 គឺ IP 192.168 បាទ.1.2ហើយបងឃើញថា status វា up protocol វា up បាទអញ្ចឹងត្រឹមត្រូវណាបាទនេះ interface នេះគឺបានដាក់ IP 192.168.1.2អូខេហើយ routing គឺបានធ្វើ default route ឲ្យវាស្គាល់ផ្លូវមកកាន់បណ្ដាញ remote ខាង router perimeter ខាង router ISP នេះណាអូខេអញ្ចឹងវាអាចសូឲ្យបងមើលបន្តិចបាទសូ IP route ហើយគឺចម្រោះយកតែ static route អញ្ចឹងបងមើលគឺបានធ្វើ default route ទៅកាន់ remote network ដែលអត់ស្គាល់គឺត្រូវបញ្ជូនទៅ router បន្ទាប់ដែលមាន IP ប៉ុណ្ណឹងគឺជា router បាទ perimeter តើណាបាទ 192.168.1.1 អញ្ចឹងមកកាន់ខាងនេះត្រូវបញ្ជូនមក router perimeter គេអញ្ចឹងត្រឹមត្រូវបាទដូចគ្នាដែរ router perimeter របស់យើងនេះគឺបានរៀបចំដាក់ IP អីត្រឹមត្រូវរួចរាល់ហើយ so IP interface brief អូនមើលមាន2 interface ណាfile ethernet 0/0 ដែលភ្ជាប់ទៅកាន់ router internal ហ្នឹងគឺបានដាក់ IP 192.168.1.1 បងឃើញ status up protocol up នេះ interface នេះ 192.168.1.1 ណាបាទហើយ file ethernet 1/0 គឺបានដាក់ IP 1 ទាំង 4 1.1.1.1 ទាំង 4 ណានេះបងឃើញ status up protocol អី up គឺក៏បានរៀបចំrouting ឲ្យវាស្គាល់ remote network ដែរ so IP route static អូខេបងមើលគឺបានរៀបចំ default route ទៅកាន់បណ្ដាញនៅឆ្ងាយដែលអត់ស្គាល់ហ្នឹងត្រូវបញ្ជូនទៅ router បន្ទាប់ដែលមាន IP ប៉ុណ្ណឹងគឺជា router ISP អញ្ចឹងបណ្ដាញណាដែល router perimeter អត់ស្គាល់គឺបណ្ដាញមួយនេះបាទណាបណ្ដាញនេះហើយបណ្ដាញនេះវាស្គាល់ដោយសារតភ្ជាប់វាដោយអីដែលផ្ទាល់តាម interface នេះហើយ interface នេះណាបណ្ដាញដែលអត់ស្គាល់គឺបណ្ដាញ 2.2.2.0 អញ្ចឹងឲ្យបញ្ជូនមកកាន់ router បន្ទាប់ដែលជា router ISP មាន IP ប៉ុន្មាន 1.1.1.2 អូខេអញ្ចឹងក៏បានរៀបចំរួចរាល់អស់ហើយអស់ហ្នឹងបងប្អូនរៀនហើយអស់ហើយណានេះអូខេដូចគ្នាដែរបាទ router ISP មាន2 interface file ethernet 1/0 ហើយនឹង 0/0 ហ្នឹងក៏បានដាក់ IP រួចរាល់ហើយគឺអាចសូឲ្យបងប្អូនមើល so IP interface brief អូខេអញ្ចឹងបងប្អូនឃើញ file ethernet 0/0 ដែលភ្ជាប់ទៅកាន់ router hacker បានដាក់ IP 2.2.2.2.1 status up protocol up នេះ 2.2.2.1 អូខេហើយ file ethernet 1/0 ដែលភ្ជាប់ទៅកាន់ router perimeter ហ្នឹងក៏បានដាក់ IP 1/2 បងឃើញ status up protocol up អូខេ routing គឺបានធ្វើរួចរាល់ហើយបងមើល router router ISP នេះស្គាល់ network នេះស្គាល់ network នេះ network តបចូលផ្ទាល់ណាអត់ស្គាល់ network នេះទេដែលជា remote អញ្ចឹងយើងរៀបចំឲ្យវាស្គាល់ឲ្យបញ្ជូនមកកាន់ network ហ្នឹងមកតាម router បន្ទាប់ដែលជា router អី perimeter ដែលមាន IP 111ទាំង4ណាអូខេអញ្ចឹងនៅក្នុង routing table បងអាចពិនិត្យមើលបានអូខេបងអាចសូ IP route អាហ្នឹងមើល routing table ទាំងមូលតែគូអត់ចង់មើលទាំងមូលទេចង់មើលតែ static route ឬក៏ហៅ default route ហ្នឹងនេះបាទ FK ហ្នឹងគឺ default route បាទគេអញ្ចឹងទៅកាន់ remote network ដែលអត់ស្គាល់ហ្នឹងត្រូវបញ្ជូនទៅ router បន្ទាប់ដែលមាន IP ប៉ុណ្ណឹងបាទជា router ISP ជាស្រ័យជា router perimeter 1.1.1.1 ដងនេះណាបាទដូចគ្នាដែរចំពោះ router hacker អូខេ router hacker បងអាច
so IP interface brief បាទគូបានដាក់រួចរាល់ហើយបងមើលមានមួយ interface file internet 000នេះណាដាក់ IP ឲ្យ 2.2.2.2 បាទទាំង4បាទអញ្ចឹងបងឃើញហើយ status up protocol up គូក៏បានធ្វើ default route ឲ្យស្គាល់ remote network បាទខាងយើងនេះបាទដោយសារហើយនឹង remote network នេះណាបងមើល router hacker ស្គាល់ network នេះភ្ជាប់ដោយផ្ទាល់ណា network នេះហើយ network នេះអត់ស្គាល់ទេអញ្ចឹងយើងនឹងធ្វើ default route ឲ្យវាស្គាល់បាទឲ្យបញ្ជូនមកតាម router បន្ទាប់ដែលជា router I អី ISP ដែលមាន IP 2.2.2.1នេះគេអញ្ចឹងវាអាចចូលឲ្យបងមើលបន្តិចអូខេអត់តន់ធ្វើ telnet server អត់តន់ធ្វើឲ្យប្រសើរឡើងបញ្ហានៃការសន្តិសុខការលុបចូលមកណាបាទ so IP route static អញ្ចឹងឃើញនេះវាបានធ្វើ default route ទៅកាន់បណ្ដាញដែលអត់ស្គាល់ឲ្យបញ្ជូនទៅ router បន្ទាប់ដែលជា router ISP ដែលមាន IP 2.2.2.1បងមើលដូចក្នុងនេះអញ្ចឹងណាបាទតោះអញ្ចឹងមានន័យថា router អស់ទៅនឹងទំនាក់ទំនងគ្នាបានហើយបងប្អូនចង់ដូរអា symbol router នេះបើឧទាហរណ៍ថាយើងយក hacker នឹងធ្វើជា computer បាទអញ្ចឹងបងប្អូនចង់ដូរ symbol បងអាច click ទៅអាច click ទៅវាមក change symbol អូខេបាទហើយបងប្អូន click កន្លែងពលាចាំតិចវាពងដើរបាទអូខេចាំតវិញមើលវីដេអូនឹងបន្ថែមណាបងពលាclassic នេះមកអូខេរៀនប្រើកម្មវិធីនឹងតិចម្ដងដោយសារ lab នេះអត់អាចធ្វើនៅលើ Cisco Packet Tracer ទេវាអត់ support អា login quiet mode ទេណាអូខេអញ្ចឹងបងមើលមានសញ្ញា computer នេះមាន symbol computer អញ្ចឹង apply មកអញ្ចឹងបងឃើញឥឡូវហ្នឹងរៀបដូរទៅជាអីតែពិតវាជា router ណាគ្រាន់តែយើងដូររូបរាងទៅជា computer ដល់ណាអូខេតើឥឡូវបងអាចធ្វើការ test តំណភ្ជាប់ឧទាហរណ៍យើង ping ទៅកាន់ router perimeter ដែលមាន IP 1.1.1.1ទាំង4ណានេះ IP interface នេះណាអញ្ចឹងប្រកាសនឹងដើរបាទប្រកាសនឹងដើរណាអូខេអញ្ចឹងបងឃើញសះសេះណាបាទហើយបើយើង ping ទៅកាន់ router internal របស់យើង 192.168.2 ក៏ដើរដែរដោយសារ routing អីបានធ្វើត្រឹមត្រូវរួចរាល់ហើយតើហ្នឹងជារឿងបន្តបន្សំណារឿង slow របស់យើងគឺអីបាទ Cisco IIS login enhancement ណាអាហ្នឹងគឺជាតួអង្គឯងជារឿង slow របស់យើងប៉ុន្តែបើអត់មានអាបន្តបន្សំហ្នឹងអា slow ហ្នឹងធ្វើការកើតអត់កើតទេណាបងប្អូនអត់បានដាក់ IP អត់បានធ្វើ routing អីវាតាក់ទងគ្នាកើតទេអត់ទេណាបាទអញ្ចឹងបើរឿងហ្នឹងមិនមែនថាសំខាន់ដល់តួឯងទេណាបាទគាត់តួឯងវាដើរគាត់ចេញច្រើនជាងគេណាប៉ុន្តែត្រូវការមានតួដតីទៀតរួមផ្សំតោះឥឡូវតួអង្គឯករបស់យើងគឺដើម្បីដែលយើងធ្វើច្រើនជាងគេគឺ perimeter router យើងនឹងរៀបចំជា telnet server ដើម្បីផ្ដល់លទ្ធភាពឲ្យ admin យើងអូខេឥឡូវបដូរ router admin នេះជា computer ដែរអូខេបដូរជា computer ដែរបដូរ symbol មកជា computer មកអូខេកុំឲ្យទុកជា router ទៀតចាំមិនយក computer ហ្មងបើយក computer ហ្មងយើងពិបាកវាធ្ងន់ទេណាលីងវាចូលមកឲ្យបើកទៅវារឿងយឺតអញ្ចឹងគឺប្រើ router ហ្មងណាបាទចេតនាប្រើអូនធៀបពិតអូនអាចប្រើ computer អី computer បងអាចតឡើង computer virtual machine យើងជាមួយ VMware ឬមួយ Oracle VirtualBox ហើយអាចលីងវាចូលមកបានប៉ុន្តែវារៀងធ្ងន់បន្តិចណាអញ្ចឹងប្រើ router ហ្មងទៅវាស្រាលជាងហើយប្រព័ន្ធបរិការរបស់ router យើងបាទរបស់ router Cisco default setting គឺជា telnet client អី client ហើយបងអត់ចាំបាច់តឡើងកម្មវិធី telnet client software បន្ថែមទៀតទេដោយសារគេ build in ឲ្យនឹងស្រាប់ណាបាទតើឥឡូវគឺដូរ symbol ឲ្យមក computer អូខេអញ្ចឹងយើងឃើញមក computer ណាអូខេបាទមក computer ដាក់ហើយឥឡូវហ្នឹងយើងដាក់ថាយើងកែឈ្មោះបន្តិចថា computer admin ណាបាទ admin អូខេ admin អូខេអូនេះពេលនៅ power on អញ្ចឹងអត់កែបានអូខេចាំកែខាងក្នុងនេះវិញណា
ok អត់អីចាំយើងកែខាងក្នុងចឹង internal នេះបាទយើងអាចដូរឈ្មោះ list ទៅណា host name ថា address admin អូខេនេះយើងដូរឈ្មោះខាងក្នុងនេះណាដោយសារដូរខាងក្រៅតតែបាត់វាសិនអូខេចឹងនេះថាយកនេះចេញនេះមកថានេះជា address admin ហ្នឹងណាអូខេតោះឥឡូវចាប់ផ្ដើមធ្វើ parameter router បាទចា router internal នេះយើងបានបាទយើងនឹងធ្វើជា computer admin ណាយើងធ្វើជា computer admin តោះឥឡូវបងប្អូនមក parameter router តោះឥឡូវចាប់ផ្ដើមរៀបចំឲ្យមានលទ្ធភាពនៃការចូលមកគ្រប់គ្រងតាមដំណភ្ជាប់បណ្ដាញគឺតាម telnet អញ្ចឹងយើងរៀបចំវាជាអីតោះរៀបចំវាជា telnet server តើណាបាទរៀបចំវាជា telnet server បាទអញ្ចឹងបាទបងប្អូនត្រូវបង្កើត username ហើយ password ពេលដែលគេចូលមកតាម telnet protocol ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវណាបើឯងបំពេញមិនត្រូវទេមិនអាចឲ្យអីឲ្យចូលទេអញ្ចឹងដើម្បីបង្កើត username គេប្រើពាក្យបញ្ជា user អី name នៅ global configuration mode បងមើលគឺបានដាក់ថា Bopa នេះបងមើលនេះណាគឺដាក់ថា Bopa ណាហើយ password ថារំដួល and login បងតែអីដាក់ទៅអានោះរឿងមកហើយបងគឺចង់លើកឈ្មោះភាសាខ្មែរឈ្មោះខ្មែរយើងដែលល្អឥឡូវអត់សូវមានអ្នកដាក់ណាអូខេអញ្ចឹង password secret បងគួរតែប្រើអត់គួរទេត្រូវតែប្រើ keyword secret ដើម្បីឲ្យ password ហ្នឹងត្រូវបាន encrypt ពេលដែលផ្ទុកនៅក្នុង running config ក៏ដូចជាក្នុង start អី start up ពេលដែលបងប្អូនអត់ប្រើ keyword secret ទេ password អត់ encrypt ទេណាអញ្ចឹង password យើងដាក់ថាអី room dual add login បាទ login តើណាអូខេអញ្ចឹងបងប្អូនអាចពិនិត្យមើលថាតើ password ពិតជាបាន encrypt មែនអត់តើណាបងប្អូនអាច do show running config ប៉ុន្តែយើងអាចសេកាប់អញ្ចឹងបានហេតុអីប្រើ do ដោយសារ show running config គេត្រូវប្រើនៅ privilege execute mode ឥឡូវយើងនៅ global បងប្អូនចាក់ចេញពី global ទៅ privilege អូនពិបាកឡើងមកវិញឡើងមក global វិញដោយសារយើងអត់តន់ធ្វើការងាររួចរាល់ហើយទេណាអញ្ចឹងបងប្អូនមិនបាច់ចុះឲ្យឡើងវិញទេប្រើជំនួយបានគឺ do ណាបាទអូខេអញ្ចឹងបងប្អូនមើលនេះបងឃើញ username Bopa ហើយអតិពលនៃ keyword secret បាទ password របស់យើងដែលដាក់ថារំដួល add login វិញនេះគឺត្រូវបាន encrypt អញ្ចឹងវា secure គេមើលអត់យល់ណាបាទតោះឥឡូវបន្តធ្វើទៀតអញ្ចឹងមុននឹងយើងបានបង្កើត username ហើយនឹង password ហើយអញ្ចឹងដើម្បីធ្វើឲ្យវាជា telnet server បងអូនត្រូវបើកឲ្យដំណើរការសេវាកម្មមួយគេហៅថា VTY virtual terminal អញ្ចឹងគេប្រើពាក្យបញ្ជា line VTY line virtual terminal ហើយបងអូនអាចដកឃ្លាសញ្ញាសួរបងឃើញ router របស់យើងនេះគឺអាច support ពី0រហូតបាទពី0ដល់1869បើសិនបងអូនដាក់បាទ maximum វាអញ្ចឹងអាចរហូតដល់ជាង1000 line មកជាង1000 VTY line ហើយមួយ VTY line អនុញ្ញាតឲ្យមួយ remote user អ្នកប្រើប្រាស់បាទនៅឆ្ងាយម្នាក់អាចចូលមកបានអញ្ចឹងបងប្អូនចង់ឲ្យអ្នកគេអាច remote access ពីចម្ងាយមកអាចចូលមកគ្រប់គ្រងពីចម្ងាយមក4 10នាក់ក្នុងពេលតែមួយបងប្អូនអាចដាក់តាមនឹងមកអញ្ចឹងគឺឲ្យពី0ដល់1ពី0ដល់1មានន័យថាម៉ាន2ណា0 1 2អញ្ចឹងយើងបើកឲ្យដំណើរការ2 virtual terminal line ដែលអនុញ្ញាតឲ្យ2 remote user អាចចូលមកគ្រប់គ្រង router យើងក្នុងពេលតែមួយឲ្យតែបំពេញព័ត៌មានត្រឹមត្រូវអូខេតោះអញ្ចឹងបងប្អូនឃើញពេលហ្នឹងយើងនឹងចូលដល់ line configuration mode អញ្ចឹងពេលដែលគេចូលមកតាម line ហ្នឹងដើម្បីធានាបានបាទនៅការការពារយើងត្រូវឲ្យបំពេញអី username ហើយ password ដែលយើងបានបង្កើតមុនហ្នឹងណាអញ្ចឹងដើម្បីគេបំពេញ username password បងត្រូវហៅ username password យើងមកដាក់នៅក្នុង line អី line ហ្នឹងតើណាបាទពេលចូលតាមហ្នឹងមកត្រូវបំពេញ username password អញ្ចឹងធ្វើម៉េចដើម្បីហៅមកបងត្រូវប្រើពាក្យបញ្ជា login local
login local នៅ line configuration mode នេះគឺដើម្បីហៅ local database ដែលយើងបានបង្កើតមុនហ្នឹងមាន username ហើយ password មកដាក់នៅក្នុងអី line ហ្នឹងតើណាមកដាក់នៅក្នុង line ហ្នឹងអូខេអញ្ចឹងប៉ុណ្ណឹងគឺជាការស្រេចគេអាច remote access មកបានហើយដោយសារយើងបានរៀបចំ routing បានរៀបចំដាក់ IP អីរួចរាល់ហើយប៉ុន្តែបងមើលបន្តតិចទៀតយើងដាក់ password ការពារuser mode ចូលតាមដំណភ្ជាប់ console ហើយក៏ដាក់ password ការពារ privilege ដែរណាបងប្អូនអត់ដាក់ទេពេលដែលគេចូល privilege រួចអាហ្នឹងគឺគ្រោះថ្នាក់ហើយសារ privilege គឺជា mode របស់អ្នកគ្រប់គ្រងជា mode ដែលគេមានសិទ្ធិខ្លាំងណាស់បាទអញ្ចឹងមិនបាច់គេប្រាប់ទេត្រូវធ្វើតែឥឡូវគឺបន្តបាទដាក់ password ការពារការចូលតាម user execute mode តាម console អញ្ចឹងបងប្អូនប្រើអី line console ហើយ port console គឺ port Nexus បាទតមកដាក់ password គេប្រើពាក្យបញ្ជា password ហើយ password យើងដាក់ថាអីយើងដាក់ថា user and login គេដាក់តាមនឹងមកស្រួលចាំបាទ user and login បន្ទាប់មកបងប្អូនត្រូវប្រើប្រាស់ពាក្យបញ្ជា login ដើម្បីវាទទួលយក password ហ្នឹងអូខេអញ្ចឹងបានដាក់ password ការពារ user execute mode ចូលតាម console ហើយ console គឺចូលតាមដំណភ្ជាប់ដោយផ្ទាល់បន្ទាប់មកដាក់ password ការពារ privilege enable secret បាទហើយដាក់លេខ password ដាក់ថា pre add បាទ login អូខេអញ្ចឹងបងប្អូនមើលអត្ថប្រយោជន៍នៃ keyword secret password នេះនឹងត្រូវបាន encrypt បាទណាអូខេតោះអញ្ចឹងយើងរៀបចំប៉ុណ្ណឹងសិនបាទគួរអាច save configuration ដោយអី array បាទ array នោះគឺ save configuration ពី RAM ទៅ nvrame ពី running config ទៅ startup config បាទអញ្ចឹងបងប្អូនអាចសូ running config មើលអ្វីដែលយើងបានរៀបចំបងឃើញទំហំ configuration របស់យើងនេះ1000បាទ129 បាយអញ្ចឹងមានទាំងអស់ហ្នឹងយើងបាន save ទៅពីអាហ្នឹងនៅក្នុង RAM ណាអូខេយើងបាន save ទៅកាន់ nvrame ហើយទៅក្នុង file មួយឈ្មោះថា startup config បង ISO startup config បាទអញ្ចឹងបងឃើញអ្វីមានន័យថា running config មានអី startup config ក៏មានអីមាននឹងដែរដោយសារតែយើងបាន save វាពី running ទៅកាន់នៃ startup ណាបាទអញ្ចឹងបងឃើញបាទពាក់ព័ន្ធនឹងយើងបានរៀបចំដាក់ password ការពារ user mode ចូលតាម console នេះមិញណាយើងបានរៀបចំបើកឲ្យដំណើរការ VTY line 01ហើយ login local ហៅ local database អីហ្នឹងមានថា running config មានអីខ្លះពេលដែលយើង save មក startup config ក៏មានអីនឹងដែរអូខេតោះឥឡូវ testing ឬអត់តាន់បានរៀបចំឲ្យប្រសើរឡើងនៅបញ្ហាការ log ចូលនៅឡើយណាអត់តាន់បានប្រើ login block 4ណាអូខេអញ្ចឹងបងមើលអាច verify បងមើលបន្តិចនៅលើ router parameter បាទដើម្បីពិនិត្យមើលស្ថានភាពនៃ login block 4បងអាច show login បាទបងអាច show login នៅ privilege execute mode ពេលដែលបង show login បងឃើញដោយសារយើងអត់តាន់បានបើកឲ្យដំណើរការ login block 4ណាបាទដើម្បីពង្រឹងការចូលមកបាទអញ្ចឹងបងឃើញថាម៉េច no login delay has been applied អញ្ចឹងអត់មាន login delay ពជាពេលនៃការ log ចូលមកហ្នឹងត្រូវបាន apply ទេ no quiet mode access list has been configured អត់មានបានរៀបចំ ASL ដាក់នៅក្នុង quiet mode ទេបាទហើយ router អត់បានបើកឲ្យដំណើរការពិនិត្យមើលការព្យាយាម log ចូលមកបាទគេហៅថាវាយប្រហារ log ចូលមកទេណាអញ្ចឹងអត់តន់ធានាបាននៅការពង្រឹងការការពារនៃការ log ចូលអី log ចូលមកទេតោះឥឡូវគួរតេស្តបងប្អូនឃើញសិនឥឡូវនេះយើងនឹងតេស្តអីយើងនឹងតេស្ត telnet ពី hacker មកចូលមកអី perimeter ដោយសារ default setting ប្រព័ន្ធប្រវត្តិការរបស់ Cisco បាទមិនថា router ឬក៏ switch ទេគឺជា telnet client បងអត់ចាំបាច់តឡើង telnet client software អីទៀតទេណាបាទតោះអញ្ចឹងបងមក computer បាទតែប៉ិត router គាត់យើងយកវាតំណាងជា computer បាទ hacker នេះអូខេតោះអញ្ចឹងបងអាចអីបងអាច telnet បាទដោយសារយើងបានរៀបចំ router ជាអី
và chia và Telnet server rồi hỏi phone mở IP box parameter router mà môi chẳng buồn đấy nè về Telnet nó mình trộn vào tam interface này nè ok và chẳng còn vài máu môi bên đó mình trao ai bằng pin username hay password à nói dương bằng pin ở kho và cả năm pin kho pin đó việc đại connection này cho nên kho lực tìm muối á và lâu ai kho lực tìm pi ai kho lực tìm bay và chẳng on khơi connection tra bàn phát đại còn tay miền bắt cao lọc châu đấy ót đi mà ót miền bắt lọc châu đấy chẳng cái ai chia yếm tôi tiệt mà cái chia yếm tiệt hệ hay mà cái đắng cái pin nó khó tiệt và tại sao default với áo bay đòn đấy ok không được thì pi không được thì bay và owner và đại tiền đó còn tại cái nó theo to ấy lọc trâu tiền nó nom chỉ cao đồng khan đó ấy bao nhiêu này và chef chia yếm hay mình tra mà bay một đó nó rọp roi rọp pon rọp mơn rọp sai rọp liên đòn mà mình vào tờ dương phải cho mình ba nhỉ ha và sân để nam mũi trẻ xua dương máu đòi cho lương lúc dương kèm xin nhờ nữa mà chẳng anh nó chia ca vai pha mũi để ai thưa ơi deny and officer ấy sở vị vai pha để cao lọc trâu cho lương lúc nữa nè mà chẳng đấm nó sai thơm mày ok chẳng đấm nó sai dương pra ấy login block ấy block for đó ta ở dương pra login block for chẳng ôn mà parameter router đó mà parameter router dương thưa mình thèm đấy mà chẳng ôn cho mà global configuration mode chẳng đầm nó sai thưa ai và sao lang ca group rong son thì stock này ca cho vào nó cứ dương pra login block for nè dương pra login block for ok ta anh em comment đấy nè ta chẳng bây giờ mình chia cái login block for ok on ai sẽ nhà xuống on mở time period in second chẳng thời gian về kết chữ vinity ai ở on maximum ai ở on đại chiêng của môi mờn vinity chẳng mà kết chữ máu và on trong secure mình tên đã ở maximum đó nè và on của môi mờn pram pon pram rồi sam pram vinity kết chữ máu con trai đừng mà trai đừng bay con của môi rồi nè thì khơi mà con khơi đọc cùng bay màu đó chẳng miền đây thà mày miền đây tha bảo sân là router detect miền đây tha bảo sân là cái lock trôi máu bằng pin po miền mình trâu tam chục đôn đong đài dương nè cầm nót router đừng bật ca lock trôi đừng để về đọc cùng bay ấy màu và là bật từng dương bật từng kế bật từng ấy dương và ta ấy dương ai pra chỉ môi nứng quiet mode accessly rồi bật từng kế ba ấy bảo dương và lâu đủ ở toàn tay rồi bật từng kế bảo dương mình tha bật từng option hay chạm dương và to từ rồi bật từng kế hay ba ấy bảo dương ta chẳng đâm bay cầm oi up dương nghe số lượng ca té dương đủ đạo tay ấy 120 đó 120 mình ta ở việc bắt ca lọc chỗ đó 120 và vinity tập con anh đọc liên nhà số thầm và con to mắt con đã thầm check out như này set maximum number of pay là thầm iPhone và to bị đã thầm thấy iPhone đã chấm luôn để chia riêng bằng pin mình trâu nữa nè chân con mơ Telnet mình default cứ ấy bay đòn nè kể chứ con mình tôi bay chụp luôn đi ai đã đó hốt đau maximum chiêu của môi mơ đòn cả đói nè tay ơi giờ bao con đã tràn chẳng thể chẳng cứ đã pi vào đó nè mà pi đòn mình tha bảo sân là cái bằng pin po miên mình trâu chụp luôn pi đó ôi việc bật ca lọc chỗ mà rồi mà pay vì ấy vì để tỷ ok hai ca bằng pin po miên pi đó nó mẹ chết ôi coi kịch đọc mau của chết thà rong chám ấy nè con trâu cầm nát dẹp phê tiền chẳng cứ ấy within nè mà within nó cứ bảo void period for fail là thầm và chẳng
within ប្រមាណវិនាទីមិនបាច់ឲ្យយូរពេកណាគឺឲ្យ60វិនាទីអូខេអញ្ចឹងមានន័យថាយើងបានបើកឲ្យដំណើរការមុខងារធ្វើឲ្យប្រសើរឡើងការគ្រប់គ្រងលុកចូលមកធ្វើឲ្យប្រសើរឡើងផ្នែកសន្តិសុខហ្នឹងណាបាទពេលហ្នឹងវានឹងប្រើអីវានឹងប្រើគេហៅថាcell បាទ defend ACL ណាបាទអូខេមានន័យថាឲ្យតែបំពេញខុស2ដងវាដាក់ទៅជា quiet mode រាល់ការលុកចូលទាំងអស់នឹងត្រូវបាន deny ណាបាទ deny តោះអញ្ចឹងបងមើលក្នុងនេះមានន័យថាម៉េចមានន័យថាបើសិនគេព្យាយាមបំពេញព័ត៌មានខុស2ដងក្នុងកំឡុងពេលច្រើនបំផុត60វិនាទី60ឬតិចជាងហ្នឹងណាបាទអញ្ចឹង router យើងនឹងដូរពី normal mode ទៅ quiet mode quiet mode នោះបិទការលុកចូលដោយសារ cell defend ACL តែគេចាំបងអាច verify មើលស្ថានភាពវា so login មុនហ្នឹងយើង so login ឃើញអត់មានបានរៀបចំទេណាប៉ុន្តែឥឡូវនេះបងឃើញព័ត៌មានច្រើនជាងមុនអូខេបងឃើញថាម៉េចa default login delay អញ្ចឹង login delay ពេល log ចូលមួយលើកទី1លើកទី2ទេណាបាទគេ default គេដាក់1 2នាទីក្នុងមេរៀនយើងបងឃើញនៅនេះគេបានកែរហូតគេបានដាក់វា10វិនាទីបងប្អូនចង់ដាក់10វិនាទីក៏កែទៅណាបងអាចប្រើឲ្យ log in delay ឲ្យដាក់ចំនួនវិនាទីនឹងមកតែគេអូខេតោះចាំកែក្រោយក៏បានដែរបងឃើញ no quiet mode access list has been configured អញ្ចឹងប្រសិនបើ router ដូរពី normal mode ទៅ quiet mode នេះគឺអត់មាន ACL ត្រូវបានរៀបចំទេអញ្ចឹងវានឹងប្រើអីវានឹងប្រើ cell defend ACL ហើយ cell defend ACL គឺ deny ទាំងអស់ deny ទាំង telnet deny ទាំងអី SSH deny ទាំង web base គេបាទអញ្ចឹងមានន័យថាពេលដែល router យើងបដូរពី normal ទៅ quiet mode យើងក៏ចូលអត់បានអត់មានលើកអីអត់មានលើកលែងទេបើបងប្អូនចង់លើកលែងបងប្អូនត្រូវធ្វើ ACL គឺយើងនឹងប្រើ ACL របស់យើងអត់ប្រើ cell define ទេណាអធិស្ឋាន cell defend ទេបាទ defend ការពារណាអូខេបាទតោះបងមើលទៀតនេះដែលយើងបានបើកឲ្យដំណើរការមិញណាបាទ router enable to watch for login attacks អញ្ចឹង router យើងបើកឲ្យដំណើរការពិនិត្យមើលការវាយប្រហារ log ចូលមកឯគេចេះព្យាយាម log ចូលមកម្ដងហើយម្ដងទៀតបាទដែលនាំជាការរំខាននាំឲ្យប៉ះពាល់ដល់សេវាកម្មនោះណាបាទហើយប្រសិនបើ log ចូលបាទប្រសិនបើ log មកបរាជ័យណា2ដងក្នុងកំឡុងពេលឲ្យ60វិនាទីឬក៏តិចជាងហ្នឹងការ log ចូលហ្នឹងនឹងត្រូវបិទក្នុងរយៈពេលអី120វិនាទីអូខេបងមើលrouter presently in a normal mode ចឹងបច្ចុប្បន្ននេះវាអត់មាននៅក្នុង quiet mode ទេគឺនៅក្នុង mode ធម្មតាហេតុអីមានអ្នកណាអត់ log ចូលមកបំពេញព័ត៌មានមិនត្រូវណាមានអត់មានទេណាអូខេអត់មានទេអូខេហើយ current window remain អូខេនេះរយៈពេលដែលនៅសល់អត់អីទេតោះឥឡូវបងប្អូនអាចមើល cell ACL បងប្អូនអាច show IP access list ពេលដែលបងប្អូនបើកឲ្យដំណើរការ login block 4អញ្ចឹងវាប្រើ cell ACL នេះមានន័យថា cell defend ACL នេះបាទបងឃើញ deny អញ្ចឹងនៅពេលដែលមានការ log ចូលមកបំពេញព័ត៌មានខុសពីរដងវានឹងដូរទៅជា quiet អី mode ហើយ deny ការ log អី deny ការ log ចូលបងមើលតាម telnet ក៏ deny web base ក៏ deny SSH ក៏អីក៏ deny បាទមានន័យថា deny ទាំងយើង deny ទាំងអីទាំងគេបាទប៉ុន្តែពេលដែលយើងរៀបចំ ACL យើងនឹងប្រើ ACL របស់យើងបាទហើយ ACL របស់យើងគឺអនុញ្ញាតយើងណាអូខេអត់ប្រើcell defend នេះទៀតទេណាតោះឥឡូវតេស្តឲ្យបងមើលសិនតោះឥឡូវតេស្ត vehicle ភាសាទៀតណាអញ្ចឹងកាលណាបំពេញខុសពីរដងអាច remote ទៀតបានទេអត់ទេតតែរងចាំ120អី120វិនាទីសិនដល់ណាតោះឥឡូវបង remote ទៅ vehicle ភាសាទៀត telnet ភាសាទៀតឡើងពេញខុសទៀតណាម្ដងបាទនេះខុសម្ដងណាហើយបានតែ2ដងឯសារហ្នឹងដោយសារយើងឲ្យតែ2អញ្ចឹងបងឃើញបាទ close តោះបងមើលនៅក្នុង parameter router បងនេះបងឃើញវា deny ដោយប្រើអី
cell define ASL đó chẳng mình telnet nè telnet nóត្រូវបាន đi ấy deny ចឹងវាដូរទៅជាអីដូរទៅជា quiet mode អូនអាច show login នេះអូនឃើញឥឡូវនេះដូរពី normal មកអី quiet mode ចឹង deny យើង deny អត់យើង admin នេះយើងក៏ deny ដែរដោយសារអី quiet mode បិទទាំងយើងបិទទាំងអីទាំងគេគឺប្រើ cell define ASL ចឹងបើយើង telnet ទៅកាន់ 192.168.1.1 អូនឃើញមានបានបំពេញ username password អត់ទេណាដោយសារបិទការ log អី log ចូលអូខេហើយ hacker ព្យាយាមទៅមួយសារទៀតក៏អូនឃើញមានអីមានឲ្យបំពេញ username password ទៀតទេទេអូនព្យាយាមមិនក៏នៅតែអញ្ចឹងដែរលុះត្រាតែ120វិនាទីអីកន្លងផុតណាប៉ុន្តែបញ្ជាក់បិទហ្នឹងបិទតែ log ចូលទេណាផ្សេងទៀតនៅធម្មតាដូចជា ping អីធម្មតាណាទីបង ping 1.1.1 អីអត់មានអត់ដែរណាបិទតែការ log អី log ចូលទេមិនមែនបិទសេវាកម្មដទៃទៀតទេណាបាទអញ្ចឹង telnet ភាសាទៀតបងឃើញនៅតែបិទតោះឥឡូវបងមើលរយៈពេលវានេះ so login បងឃើញនៅសល់30វិនាទីទៀតណាបានបើកវិញគេហើយបង so ភាសាទៀតនៅសល់ប្រហែល24តោះភាសាទៀតនៅសល់អី21គេភាសាទៀត17តិចទៀតបងនឹងឃើញថាអស់ហើយ15 13បាទឥឡូវចាំវាអស់ខ្លួនឯងហ្មងតិចទៀតវាលោតព័ត៌មានប្រាប់យើងហ្នឹងណាគេអូខេដល់សល់1វិនាទីតោះអូខេបងមើលនេះឥឡូវនេះបងឃើញមិនquiet mode is off មានន័យថារយៈពេល120វិនាទីផុតកំណត់អញ្ចឹងអា quiet mode ហ្នឹងគឺអីចប់ហើយអញ្ចឹងវានឹងដូរមកអីអូនមើលដូរមកអី normal mode វិញអញ្ចឹងគេ remote បានវិញហ៎បានវិញអត់បានអញ្ចឹងដើម្បី secure បងអូនកុំដាក់120កុំឲ្យវាបាត់ហ្នឹងតិចពេកណាដាក់18ម៉ោងមកបាទឯងបាត់ហើយណែឯងព្យាយាមចូលមកទៀតអត់ទេត18ម៉ោងក្រោយនរណាអង្គុយចាំដល់18ម៉ោងណាគេបាទអញ្ចឹង remote បានទៀតបើគេបំពេញ username ត្រូវ password ត្រូវគេនឹងចូលអីគេនឹងចូលបានប៉ុន្តែបំឡូវឧទាហរណ៍ខុស2ដងទៀតនឹងបាត់អីបាត់ទៀតហើយណាបាទខុស2ដងទៀតបាត់ទៀតហើយតែគេបាត់ទៀតហើយណាបាទតែគេអញ្ចឹងបងឃើញនេះវាតែងតែប្រើអីនៅពេលដែលបងអត់បានរៀបចំ ASL វានឹងប្រើអីបាទ cell define ASL ដើម្បី deny ការចូលមកនេះបងឃើញការចូលមកតាម TCP port 23 telnet ហ្នឹងណាបាទគេហើយបងអាច show login failure ដើម្បីមើលថាការ log ចូលបរាជ័យហ្នឹងមកពីណាអញ្ចឹងបងឃើញ log ចូលបរាជ័យហ្នឹងមកពី source ដែលមាន IP ប៉ុណ្ណឹងគឺពី hacker ណាហើយ username មិនត្រូវនេះអូខេហើយប្រើ port បាទ local port ហ្នឹងគឺ port 23ហើយចំនួនរកឃើញគឺ username នេះ2ដងusername នេះគឺ2អី2ដងណាបាទហើយនេះជាពេលវេលាម៉ោង6ជាងតោះឥឡូវពាក់ព័ន្ធនឹងបិទហ្នឹងមិនមែនបិទតាគេទេយើងក៏បិទដែរបងមើលពេលដែលយើងត្រូវការចូលទៅគ្រប់គ្រងវាដើម្បីរៀបចំផ្សេងក៏ត្រូវបានបិទដែរអញ្ចឹងអានឹងគឺជាបញ្ហាប្រឈមមួយណាអញ្ចឹងធ្វើម៉េចដើម្បីដោះស្រាយបញ្ហាហ្នឹងគឺរឿងទី2នេះគឺបងអូនត្រូវប្រើ ACL ហើយយក ACL ហ្នឹងទៅ apply មួយអី login quiet mode តោះឥឡូវបងអូនមើលភាសាទៀតបងអូនមើលពេលដែលយើងសូ login ភាសាទៀតសូ login គេបញ្ជាក់ឡើងនឹងភាសាទៀតបងអូនឃើញនេះ no quiet mode access list has been configured អញ្ចឹងពេលដែល router នៅក្នុង quiet mode មានន័យថាបិទការ log ចូលទាំងអស់ទាំងយើងទាំងអីទាំងគេប៉ុន្តែបងប្អូនបានយក ACL មកដាក់ជាមួយ quiet mode ដែល ACL ហ្នឹងគឺ permit អញ្ចឹងយើងគឺត្រូវបានអនុញ្ញាតតើណាអូខេតោះអញ្ចឹងគឺធ្វើបន្តណាបាទអញ្ចឹងពេលដែលបងប្អូនយល់អាហ្នឹងហើយអូខេនេះរយៈពេល120វិនាទីវាផុតអញ្ចឹងវាដូរមក normal mode វិញហើយអញ្ចឹងយ៉ាងល្អនេះរយៈពេលនេះបងប្អូនកំណត់ឲ្យ maximum មកដើម្បី secure ណាហើយអត់អីទេដោយសារយើងបើកឲ្យយើងអាច log អី
lọcចូលទោះបីក្នុងកំឡុង quiet mode ក៏ដោយយើងនៅតែចូលអីចូលបានយេបាទគេទេដែលចូលអត់អីអត់បានតោះឥឡូវបន្តធ្វើបាទយើងរៀបចំ ASL ហើយយកទៅដាក់ជាមួយquiet mode ណាបាទអញ្ចឹងដើម្បីរៀបចំ ASL គឺប្រើ standard ASL IP access list standard ហើយដាក់តាមមេរៀនយើងទៅគេដាក់ឈ្មោះថា permit admin គេ permit admin បាទpermit admin អូខេអញ្ចឹងយើងបង្កើតជា standard ASL មួយដែលមានបញ្ជីនឹងឈ្មោះថា permit admin អញ្ចឹងនៅក្នុង ASL ហ្នឹងគឺយើងអនុញ្ញាត permit computer ដែលមានបាទ computer admin ណាដែលមាន IP បាទ192.168.1.2អូខេបាទអញ្ចឹងយើង permit អាហ្នឹងណាហើយក្រៅពីហ្នឹងគឺ D អី deny បងប្អូនមិនបាច់ដាក់ deny ក៏វា deny ដែរដោយសារនៅក្នុង ASL បាទសេចក្តីប្រកាសចុងក្រោយដែលមានភ្ជាប់មកដោយស្វ័យប្រវត្តិតែងតែបដិសេធក្រៅពីអ្វីដែលបងប្អូនបានធ្វើណាអញ្ចឹងហើយបាននៅក្នុង ASL យ៉ាងហោចណាស់គេត្រូវមានសេចក្តីប្រកាសមួយ permit ណាបាទអត់មាន permit ទេវាអា deny ហើយអាចុងក្រោយវា deny ខុសពីនឹងទៀតអញ្ចឹង deny ទាំងអស់ណាតោះឥឡូវយើងបានរៀបចំ ASL ហើយបងប្អូនត្រូវយកដាក់ជាមួយអីយកដាក់ជាមួយនឹង quiet mode ឥឡូវព្រោះអត់បានយកដាក់នឹងមួយ quiet mode ទេណាព្រោះ show ASL ឲ្យបងប្អូនមើលបន្តិចសិន show IP access list បាទដើម្បីមើល ASL អញ្ចឹងបងប្អូននេះឃើញ ASL របស់យើងមុននេះបាទហើយ router វា read ASL វា read ពីលើចុះក្រោមបាទណាអញ្ចឹងប្រកាសណានឹងជប់ ASL របស់យើងនេះជប់ ASL យើងដែលឈ្មោះមុនណាដែលឈ្មោះថា permit add អី admin នេះអញ្ចឹងបើសិនណា telnet ហ្នឹងចូលមកនេះឃើញ IP ប៉ុណ្នេះប្រាប់ router ថាម៉េចគឺប្រើអី permit ណាទោះបីនៅក្នុង quiet mode ក៏ដោយបាទដោយសារយើងយកហ្នឹងទៅ apply quiet mode ណាបាទវាអត់ប្រើ ASL នេះទៀតទេបាទអត់ប្រើ self define ASL នេះទៀតទេគឺប្រើ ASL របស់យើងមិញអញ្ចឹងយើងរៀបចំ ASL ហ្នឹងគឺដើម្បី exception គឺលើកលែងរបស់អីរបស់យើងតើណាលើកលែងរបស់យើងបាទលើកលែងមួយនេះឬក៏លើកលែងមួយចំនួនណាអាស្រ័យបងប្អូនអ្នកកំអីកំណត់ទេអញ្ចឹងបងប្អូនត្រូវយក ASL permit admin ហ្នឹងទៅដាក់នៅក្នុង quiet mode អូខេធ្វើម៉េចដើម្បីយកវាទៅដាក់ដើម្បីយកវាទៅដាក់បងប្អូនត្រូវការប្រើប្រាស់ឲ្យពាក្យបញ្ជា login បាទ quiet mode access class ហើយដាក់ឈ្មោះ ACL ណាអូខេតោះឥឡូវយកវាទៅដាក់ឥឡូវបងប្អូនសូ login ភាសាទៀតសិនដើម្បីបញ្ជាក់បន្ថែមបងប្អូនឃើញ no quiet mode access list has been configured អញ្ចឹងបងប្អូនសូមើលនៅតែឃើញអញ្ចឹងមានន័យថា ASL បងប្អូនមិញនេះអត់តន់មានន័យទេណាអត់តន់មានន័យទេបាទដោយសារអត់តន់បានយកមក apply ជាមួយ quiet mode នេះអត់តន់យកមកដាក់មួយ quiet mode តោះឥឡូវយើងយកមកដាក់មួយ quiet mode អញ្ចឹងបងប្អូនចូលទៅកាន់ global configuration mode ប្រើអី login quiet mode ហើយបងប្អូនអាចសញ្ញាសួរត្រូវដាក់ keyword access class គេបន្ទាប់មកដាក់ឈ្មោះ ASL របស់យើង ASL របស់យើងឈ្មោះអីអូខេអញ្ចឹងមកបន្ទាប់នេះប្រាប់ router ថាម៉េចប្រាប់ router ថាម៉េចប្រាប់ router ថាបើអ្នកឯងនៅក្នុង quiet mode ត្រូវពិនិត្យផ្ទៀងផ្ទាត់លក្ខខណ្ឌជាមួយ ACL permit admin ដល់ណាអញ្ចឹង ACL permit admin លក្ខខណ្ឌគឺអីអនុញ្ញាតនេះអនុញ្ញាតម៉ាស៊ីនប៉ុណ្នេះអញ្ចឹងពេលដែល router នៅក្នុង quiet mode បិទម៉ាស៊ីនហ្នឹងឯង lock ចូលមកអត់បាត់ទេតោះនេះណាអត់បាត់ទេអូខេតោះហើយបងប្អូនមើលតទៀតបើសិនបើបងប្អូនចង់ឲ្យវា generate នៅ syslog message ពេលដែល lock ចូលមកជោគជ័យក៏ដូចជាពេល lock ចូលបរាជ័យបាទអញ្ចឹងបងប្អូនអាចបន្តធ្វើទៀតតោះបងប្អូនអាច login បាទបងប្អូនអាចសញ្ញាសួរបងប្អូនឃើញមាន login delay បាទបងប្អូនចង់ពជាចង់កំណត់login delay បាទរវាងlog ចូលមកណា default ដាក់1 2នាទីណាអញ្ចឹងបងប្អូនអាច login delay បងប្អូនមើលរយៈពេលអាចដាក់ពីណាដល់ណាអាចដាក់បាទពី1ដល់10អញ្ចឹង default គេឲ្យ1
bà thì họ bây giờ đấy lâuខ្ញុំចង់ដាក់ឲ្យយូរជាងមួយទៀតដល់ទីដាក់2អញ្ចឹងណាបាទហើយបងប្អូនចង់មើលចង់ឲ្យវា generate ពេលដែល log ចូលមកជោគជ័យអញ្ចឹងបងប្អូន log in on success ហើយបងប្អូនអាចសញ្ញាសួរ log បាទអញ្ចឹង log in on success log នេះឲ្យវាឲ្យបង្កើតនៅ sys log message ពេលដែល log ចូលមកជោគជ័យអូខេអញ្ចឹងអូខេហើយបន្តទៀតវាយើងចង់ឲ្យវាបង្កើត message បាទអញ្ចឹង log in on failure បាទអូខេហើយបងប្អូនអាច log អញ្ចឹងឲ្យវា generate log message ពេលដែល log ចូលមកបរាជ័យឲ្យបង្ហាញយើងណាបាទគេអញ្ចឹង log អូខេអញ្ចឹងគឺបញ្ឈប់ប៉ុណ្្នឹងសិនហើយយើងទៅធ្វើការពិនិត្យមើលបាទបងប្អូនអាចសូរ login ភាសាទៀតអូខេសូរ login ភាសាទៀតឥឡូវគឺបងប្អូនឃើញប្លែកហ៎នេះ login delay ពីមុនតែមួយឥឡូវយើងបានដូរមក2ណាហើយនេះបងប្អូនឃើញ quiet mode ពីមុន no quiet mode ណាតែឥឡូវគឺអី quiet mode access list ដែលមានឈ្មោះថា permit admin ត្រូវបានដាក់ឲ្យប្រើអញ្ចឹងបើសិន router នៅក្នុង quiet mode ត្រូវពិនិត្យលក្ខខណ្ឌនៅក្នុង permit admin ASL ហើយនៅក្នុង ASL permit admin ហ្នឹងគឺអនុញ្ញាតឲ្យម៉ាស៊ីន 192.168.1.2 គឺអត់បដិសេធទេណាអូខេតោះឥឡូវបងប្អូនអាចតេស្តពី hacker បាទឲ្យ hacker បំពេញព័ត៌មានខុស2ដងនឹងត្រូវបានដូរពី normal ទៅអីទៅ quiet អូខេ quiet ស្ងប់ស្ងាត់អត់ឆ្លើយអូខេបាទឥឡូវពេញឲ្យខុសលើកទី1ពេញឲ្យខុសអូខេខុសលើកទី1ណាបាទហើយបងមើលដោយសារយើងដាក់2វិនាទីវារៀងយូរជាងមុនបន្តិចណាពេញខុសលើកទី2បាទ delay អូខេអញ្ចឹងបងឃើញបាត់ហើយបងអាច retail net ទៀតបានទេអត់ទេបាទតោះបងមកមើលនៅលើ parameter នេះបងឃើញតាក់ទងនឹងlogin failure បាទដែលបងបានបើកឲ្យដំណើរការវា generate បាទ message ហ្នឹងបងមើលឥឡូវនេះវាប្រើអីវាប្រើ permit admin ACL ណាបាទហើយអា permit admin ACL ហ្នឹងគឺ permit តែម៉ាស៊ីនអីតែម៉ាស៊ីនរបស់យើងទេតោះបងអាចសូ login បងអាចសូ login នឹងឃើញអីនឹងឃើញនៅក្នុង quiet mode ហើយរយៈពេលដែលនៅនៅសល់82វិនាទីទៀតយើង log ចូលបានអត់ទោះបី quiet mode ក៏ដោយយើង log ចូលអីបាទឃើញទេអត់បាត់យើងទេដោយសារម៉ាស៊ីន 192.168 ចុចអី 1.2 ហ្នឹងគឺ permit អញ្ចឹង username គឺអីបូផា password គឺអីបាទរំដួល add បាទ login អូខេអញ្ចឹងយើងនៅ log ចូលបានជាធម្មអីធម្មតាទេណាបាទអូខេអញ្ចឹងបងប្អូនឃើញនេះយើងធម្មតាតើណាយើងធម្មតាអូខេចុះបើយើងបំពេញព័ត៌មានអត់ត្រូវ log ចូលបានអត់បានទេបើបំពេញព័ត៌មានត្រូវ log ចូលបានដែរចប់អត់ទេអូខេបាទអូខេអញ្ចឹងអានឹងគឺជួយពង្រឹងបាទហើយយ៉ាងល្អបងប្អូនកុំសិតពេលវេលានឹងតិចពេកណានេះបងប្អូនឃើញនេះ login success ដែលយើងឲ្យ generate ឲ្យ log message ណាបងប្អូនឃើញ username ដែល log ចូលមកនោះឈ្មោះបូអីបូផាហើយអូខេមកពីបាទនេះប្រើ local port គឺ telnet គឺ port 20អី23ប៉ុន្តែឥឡូវនេះបងមើលឥឡូវនេះគឺអី quiet mode ហើយណា quiet mode ហើយបាទមកមានថា quiet mode ទៅអស់ហើយដោយសារ120វិនាទីអូខេអញ្ចឹងខាងនេះ log ចូលបានបាទ log ចូលបានវិញហើយបើសិនគេបំពេញ username ត្រូវឥឡូវគឺធ្វើបំពេញឲ្យត្រូវណាបាទបូផាpassword រំដួល add login បាទបំពេញត្រូវគេចូលបានណាបងគេចូលបានអត់បាទឥឡូវគួរតែទុកឲ្យគេបំពេញ username ហើយ password ទៀតអត់គួរទុកអត់គួរទេមានន័យថាបើ
ឲ្យគេពេញ username password លោកគេ share file ព្រាវទៅត្រូវទៅ អានឹងហេងសើយកាលណាតែគេបំពេញ username password ត្រូវបាត់គេមិនត្រូវឲ្យគេអីគេចូលអញ្ចឹងធ្វើម៉េចដើម្បីរឹតបាត់ឲ្យរឹតតែតឹងជាងនឹងទៀតបងត្រូវយកអីបងត្រូវយក ASL ដែលបានដាក់មិញហ្នឹងណាដែលបានរៀបចំមិញហ្នឹងណាទៅដាក់នៅលើ V device line បាទបងមើលដោយសារគេចូលមកនេះគេចូលមកតាមណាគេចូលមកនេះគឺគេចូលមកតាមអី V device តើណាចឹង ASL យើងមិញយើងថា permit តែនេះទេតើនេះណាបាទចឹងបងកុំភ្លេចគួរតែធ្វើទី3ទៀតបាទគួរថែមទី3មួយទៀតណាយក ASL របស់យើងនេះមកដាក់នៅលើអី V device line គឺ apply ASL របស់យើង apply ASL របស់យើងចឹងពេលដែល hacker remote មកបានបំពេញ username password ទេអត់ទេដោយសារ IP ហ្នឹងអត់ត្រូវនឹង permit គឺអត់មានឲ្យមកដល់ telnet ទេដល់ត្រឹម ASL បាត់ហើយបាត់ចោលបាត់ហើយណាដល់គេអញ្ចឹងអានឹងបងបន្តធ្វើទី3មួយទៀតតាឥឡូវបងមើលដោយសារ hacker បំពេញព័ត៌មានពី username password ត្រូវ hacker ចូលបានតែគេតោះឥឡូវយើង exit សិនហើយយើងបន្តធ្វើបាទពង្រឹងការការពារបន្ថែមទៀតណាបាទអញ្ចឹងយើងយក ASL បាទទៅ apply ណាទៅ apply អញ្ចឹងបងចូលមក global configuration mode line V device អូខេស្រី V device មុននោះដាក់02ណាដាក់02ឬ01គឺ0មើលសិនបាទ running config បើបងអូនចង់អត់ចង់មើលទាំងអស់ទេបងអូនអាច pi ចម្រោះបាទ begin គឺ begin ត្រឹម line មានន័យថាឲ្យវាបង្ហាញត្រឹមបន្ទាត់ line មកណាអញ្ចឹងមុននឹងយើងបានបើកឲ្យដំណើរការតែ2ឯងគឺ line V device 0អី01ឥឡូវយើងហៅ ASL របស់យើងមកដាក់នៅក្នុង line ហ្នឹងណាបាទហើយបងមើល ASL យើងឈ្មោះអីបើបងអត់ចាំទេអាចបានអាច access list ASL យើងឈ្មោះថា permit add អី admin គឺ copy វាទុកដោយសារយើងត្រូវការហៅ ASL នឹងយកមកប្រើតោះអញ្ចឹងត្រូវយក ASL នឹងមកដាក់នៅលើ V device line អញ្ចឹងបងអូនអី line V device 01បាទអូខេដើម្បីហៅ ASL នឹងយកមកគឺ access class បាទអញ្ចឹងគេប្រើពាក្យបញ្ជា access class អូខេហើយបងប្អូនអត់ដឹងទៅដាក់អីទេសញ្ញាសួរហើយដាក់ឈ្មោះ ASL ណាអូខេអញ្ចឹង access class ដាក់ឈ្មោះ ASL អូខេផ្លេចអីឲ្យវាត្រួតពិនិត្យទិសដៅអីចូលតើណាមានថាពេលដែល telnet ចូលមកតាម V device line ឲ្យផ្ទៀងផ្ទាត់បាទលក្ខខណ្ឌជាមួយ ASL ដែលឈ្មោះថាអី permit admin អាហ្នឹងបងប្អូនមានឧទាហរណ៍បងប្អូនមានបញ្ជីសន្តិសុខមួយបញ្ជីរដ្ឋបတ်មួយឲ្យអ្នកណាចូលឲ្យអ្នកណាចេញហើយយកឲ្យសន្តិសុខហើយឲ្យគាត់នៅបត់វាបើគេចូលមកត្រួតមើលបាទអូខេបាទបើឈ្មោះហ្នឹងអត់ឲ្យចូលទេហើយឈ្មោះណាមិនឲ្យចូលទេណាអូខេអញ្ចឹងត្រួតពិនិត្យទិសដៅចូលឬក៏ចេញអានេះយើងឲ្យត្រួតចូលហ្មងណាពេលដែល telnet ចូលមកឲ្យពិនិត្យទៀងទាត់ IP source ហើយជាមួយនឹង IP នៅក្នុងអី ASL ដែលឈ្មោះថា permit admin បើត្រូវគ្នា IP permit គឺ permit បើត្រូវ deny គឺប៉អីប៉ set តោះអញ្ចឹងបងប្អូនអាច verify មើល running config pi begin line ឥឡូវបងប្អូនឃើញនេះបងប្អូនឃើញ line V device 01ហ្នឹងយើងបាន apply ជាមួយអីយើងបាន apply ជាមួយនឹង ASL ដែលមានឈ្មោះថា permit admin ហើយក្នុង ASL នោះ permit តែ computer មួយគ្រឿងគត់ដែលមាន IP 192.168.2 អញ្ចឹង hacker IP បាទបងប្អូនមើល hacker IP 229ណាអញ្ចឹងចូលមកបានបំពេញ username password ទេអត់តន់ដល់ telnet ទេគឺដល់ ACL ឯមុនឧទាហរណ៍ telnet នៅឡើងគ្រូហើយ ASL មក ASL សន្តិសុខនៅក្នុងវាចូលណាអញ្ចឹងមានតន់មកដល់នេះណាមកដល់ទ្វារសន្តិសុខមួយជើងចេញក្រៅបាត់ហើយដោយសារផ្ទៀងផ្ទាត់លក្ខខណ្ឌទៅអត់អីអត់ត្រូវការអនុញ្ញាតណាបាទមានមកដល់ telnet នៅនេះណាអូខេអញ្ចឹងអានឹងគឺបន្ថែមបាទ security កាន់តែខ្លាំងថែមទៀតណាតោះឥឡូវបងប្អូនតេស្តភាសាទៀតម៉ាស៊ីន hacker នេះ
អាចបំពេញ username password ទេអាចអត់ទេបាទគាត់តែឃើញ connect ទៅគឺបាត់តែម្ដងបងឃើញ connection refuse by remote host តើទេបាទតែគេចុះបើយើងអត់មានបញ្ហាទេដោយសារយើង ASL គឺអនុញ្ញាតរបស់យើងដែរបាទបងអាច remote ពីយើងទៅគេឲ្យតែបំពេញ username ត្រូវ password ត្រូវចូលអីចូលបានដល់តែគេអញ្ចឹងlive ហ្នឹងប៉ុណ្ណឹងហើយបងអូនទៅវិញមើលហើយធ្វើបើមើលអត់ធ្វើអត់ចេះដែរថ្ងៃនេះគឺបានសរសេរអីនឹងអត់ហើយចាំគឺផ្ញើវីដេអូនឹងឲ្យបងអូនអាចថារៀងវែងបន្តិចតាមពិតធ្វើមិនវែងក៏បានដែរវាតែវែងអញ្ចឹងគឺបានបញ្យល់ក្បោះក្បាយបើអត់បញ្យល់ខ្លាចបងអូនយកទៅមើលធ្វើតាមកើតតែអត់យល់ហើយបើអត់យល់ចប់បាទអាហ្នឹងបងអូនបាទតែមានបញ្ហាបន្តិចគឺបញ្ហាមកអត់ដឹងធ្វើម៉េចទេបងអូនយល់បងអូនអាចរកដំណោះអីដល់ស្រ័យណាអូខេអញ្ចឹងគឺបាត់ record ប៉ុណ្ណឹងហើយចាំផ្ញើឲ្យបងអូនក្នុងក្រុម Telegram